ថ្ងៃលោកសេនាប្រមុខលន់នល់ធ្វើដំណើរភៀសខ្លួនចេញពីប្រទេសកម្ពុជាអត្ថបទសម្រងចេញពីសៀវភៅរដ្ឋប្រហារទម្លាក់សេនាប្រមុខលន់នល់សាច់រឿងពិតនិពន្ធដោយលោកឆាំងសុងដីខ្មែរស្រងស្រែចំការយំខែភ្លឺថ្លាមកសបាយមុនដាំងមានក្រមានទាំងឡាយរកស្រីចិត្តងាយគ្រប់កាយគ្មានមកព្រឹកថ្ងៃទី1មេសាឆ្នាំ1975នោះខ្ញុំក្រោបឡើងតាំងពីម៉ោង5នៅគេហដ្ឋានរបស់ខ្ញុំលេខ25ផ្លូវអៀងកាក្រោយក្រសួងឃោសនាការខួរក្បាលស្មុគស្មាញដោយអារម្មណ៍ថ្មីក្រៅពីការស្លាប់តែដែលចោទឡើងលើបញ្ហាបេសកកម្មថ្មីរបស់ខ្ញុំដើម្បីជាតិរស់ដើម្បីសន្តិភាពចំនួនមួយយប់ប៉ុណ្ណោះខ្ញុំបានរៀបចំសរសេរផែនការសម្រាប់ដឹកនាំបេសកកម្មនេះរួចស្រេចអស់ហើយសម្រាប់លោកប្រធានាធិបតីនិងលោកនាយករដ្ឋមន្ត្រីផ្ទៀងលំអិតតទៅទៀតលុះខ្ញុំចុះមកដល់បន្ទប់ទទួលភ្ញៀវធំនៅខាងក្រោមទើបខ្ញុំដឹងថាសហការីរបស់ខ្ញុំបាននាំគ្នាដង្ហែចូលមកលាខ្ញុំដោយទឹកមុខស្រងោតស្រងាត់អត់សូវនិយាយស្ដីគ្រប់គ្នាម្ដាយខ្ញុំនិងប្អូនស្រីខ្ញុំអាញិចកំពុងអង្គុយយំនៅបន្ទប់បាយប្អូនប្រុសខ្ញុំអាភីនិងមាខ្ញុំអឿនណាស់ខ្នែងជួយរៀបចំរថយន្តដែលត្រូវយកទៅយន្តហោះសិល្បករអៀបខុននិងអ្នកជំនាញនាងយ៉ងនៃរោងពុម្ពដែលចូលដំដិនដែលជាមិត្តជិតស្និទ្ធបាននិយាយអះអាងថាគាត់ដឹងអស់ហើយថាលោកសេនាប្រមុខច្បាស់ជាមិនវិលត្រឡប់មកវិញទេខ្ញុំឆ្ងល់ណាស់ហេតុដូចម្ដេចបានជាម្ដាយខ្ញុំនិងប្អូនស្រីខ្ញុំនាំគ្នាយំខ្ញុំជឿជាក់ថាខ្ញុំចេញទៅបរទេសមិនដល់1ខែផងទេពេលមុនខ្ញុំធ្លាប់ចេញទៅបាត់យូរជាងពេល1ខែទៅទៀតខ្ញុំពុំដែលឃើញអ្នកយំស្រែកឡើយខ្ញុំអត់បានដឹងថាការចេញដំណើរត្រូវបានគេផ្សាយពីល្ងាចរួចមកហើយតាមបញ្ជារបស់លោកថោងលឹមហួងជារដ្ឋលេខាធិការរបស់ខ្ញុំដែលកាន់ជំនួសខ្ញុំរៀបចំហឹបតូច2ហឹបមួយដាក់ខោអាវនិងហឹបមួយទៀតដាក់សៀវភៅនិងរូបថតយើងត្រូវជួបគ្នានៅវិមានរដ្ឋចំការមនមុនម៉ោង8ជាដាច់ខាតព្រឹកនេះមុននឹងខ្ញុំទៅដល់វិមានរដ្ឋចំការមនអស់លោកអ្នកតស៊ូព្រមទាំងខ្មែរក្រហមបានផ្លោងស្រែករកាច់ខ្លះមកលើក្រុងភ្នំពេញដោយបារម្ភពីសន្តិសុខកងការពារបានផ្លាស់ខ្ញុំពីរថយន្តមួយទៅរថយន្តមួយទៀត2ដងទៅហើយតាមផ្លូវមុនទៅដល់វិមានចំការមនលុះរថយន្តខ្ញុំចតនៅមុខខុទ្ទកាល័យរបស់លោកសេនាប្រមុខឬកែតពីគ្រាប់បានធ្លាក់ផ្ទុះនៅក្បែរដើមស្វាយមួយធ្វើឲ្យហុយដីបាក់មែកស្វាយនិងស្លឹកឈើបក់មកប៉ះលើខ្ញុំជាខ្លាំងខ្ញុំងាកលាប្អូនហើយទាញហាប់ចេញយ៉ាងប្រញាប់ព្រមទាំងបញ្ជាឲ្យអ្នកបើកបរយកប្អូនស្រីខ្ញុំអាញិចដែលកំពុងយំបោកខ្លួនក្នុងរថយន្តឲ្យត្រឡប់ទៅគេហដ្ឋានខ្ញុំវិញនៅពេលដែលគ្រាប់រត្រែតឲ្យទៀតមកក្បែររំនៅរបស់លោកលន់នល់ក្នុងតំបន់ចំការមននោះបន្តិចក្រោយមកទ្រង់សិរិមតៈក៏យាងមកដល់លោកយាងសម្ដៅទៅជួបលោកសេនាប្រមុខដោយងាកមើលខ្ញុំឥតព្រេចភ្នែកឡើយលោកអត់មាននិយាយអ្វីមួយម៉ាត់ដូចលោកធ្លាប់ធ្វើនៅពេលមុនជាមួយខ្ញុំសោះលោកនាយករដ្ឋមន្ត្រីឡុងបូរ៉េតក៏កំពុងជំនុំជាមួយលោកសេនាប្រមុខលន់នល់តាំងពីព្រលឹមស្រាងមកហើយម៉ោង8ព្រឹកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានមកដល់សុំជួបនឹងលោកសេនាប្រមុខនៅពេលនោះលោកសេនាប្រមុខលន់នល់កំពុងតែនិយាយលួងបងប្អូនញាតិមិត្តរបស់គាត់ចាស់ដែលបានធ្វើដំណើរពីខេត្តព្រៃវែងមកជួបលាគាត់ស្លៀកសុទ្ធតែសម្ពុតចងក្បិនចាស់តាមទំនៀមទម្លាប់បុរាណខ្មែរលោកសេនាប្រមុខលួងបងប្អូនទាំងនោះលួងហើយលួងទៀតដោយលោកសន្យាថាលោកនឹងវិលមកប្រទេសកម្ពុជាវិញលោកបានទាំងទុកភ័ស្តុតាងមានព្រះបដិមាក៏ធ្វើអំពីមាសមួយយ៉ាងធំដែលលោកតែងតែស្រឡាញ់គោរពយ៉ាងខ្លាំងនៅក្នុងគេហដ្ឋានរបស់លោកនាតំបន់បឹងទំពុនលា
ម៉ែឪចេញទៅការពីខ្ញុំលាបំផាទៅធ្វើសង្គ្រាមបើបងស្លាប់ទៅរដ្ឋមន្ត្រីក្រសួងការពារប្រទេសឧត្តមសេនីយ៍ស័ក្តិសុទ្ធសខនកំពុងរវល់ដើរចុះឡើងពីការិយាល័យមួយទៅការិយាល័យមួយលោកស្លៀកឯកសន្តានគុកគីទាហានយ៉ាងតឹងដោយមានពាក់សាក់3ជាឧត្តមសេនីយ៍ឯកដែលលោកទៅបានទទួលប៉ុន្មានថ្ងៃនេះនៅលើស្មាតាមពិតលោកឧត្តមសេនីយ៍ស័ក្តិសុទ្ធសខនជាអតីតសិស្សនីតិហានចំនួនទី1ដែលរៀនសូត្របានពូកែជាងគេទាំងអស់នៅក្នុងបណ្ឌិតសភាយោធាខេមរៈជាតិខ្ញុំតែងតែរក្សាមិត្តភាពយ៉ាងល្អជាមួយលោកស័ក្តិសុទ្ធសខនពី3ខែមុននេះលោកបានដើរតួនាទីពិសេសជាទីប្រឹក្សារបស់ខ្ញុំផ្ទាល់នៅពេលដែលខ្ញុំចេញទៅបំពេញបេសកកម្មមួយនៅមជ្ឈមបូព៌ានៅពេលត្រឡប់មកកម្ពុជាវិញខ្ញុំក៏បានធ្វើសំណូមពរដំបងសូមឲ្យឧត្តមសេនីយ៍ស័ក្តិសុទ្ធសខនទទួលផ្កាយ3ជាឧត្តមសេនីយ៍ឯកព្រមទាំងឡើងកាន់អំណាចរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡើងវិញដែលជាក្រសួងលោកធ្លាប់បានកាន់ពីមុនមកហើយតែនៅពេលដែលយើងហៀបនឹងបែកគ្នានេះខ្ញុំមានសេចក្តីឆ្ងល់ជាខ្លាំងដោយឃើញថាលោកស័ក្តិសុទ្ធសខនគ្មានការរាក់ទាក់ជាមួយខ្ញុំសោះខ្ញុំឈរនៅក្បែរនោះមួយស្របក់លោកឃើញថាថ្នាក់ដឹកនាំហាក់ដូចជាមិនមានការចាំបាច់អ្វីជាមួយខ្ញុំក៏ឆ្លៀតទៅចាប់ដៃលាមិត្តភ័ក្តិរបស់ខ្ញុំខ្លះរួចហើយខ្ញុំដើរសរសៀរចូលទៅក្នុងអគារមួយទៀតដើម្បីជួបនឹងលោកលន់ណុនដែលជាប្អូនលោកសេនាប្រមុខបង្កើតលោកលន់ណុនជាអ្នករវល់បំផុតក្នុងការចេញដំណើរនេះលោកជាអ្នកដែលគេតែងបន្ទោសថាជាអ្នកផ្ដើមរឿងមិនល្អស្ទើរតែទាំងអស់របស់សាធារណរដ្ឋខ្មែរពីអាទិត្យក្រោយមកលោកលន់ណុនត្រូវពួកខ្មែរក្រហមចាប់យកទៅសម្លាប់កាត់ក្បាលយកទៅដល់ប្រកាសថាជាជនក្បត់ជាតិឧត្តមសេនីយ៍លន់ណុនដែលជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលខ្ញុំយ៉ាងគួរសមលោកកំពុងចង់មុខមាំម្នាក់ឯងពិនិត្យសម្បត្តិពី3ក្រោមតុកឈើមួយលុះលោកឃើញខ្ញុំដើរចូលមកចិត្តលោកបែរជាមានភ្នែករលីងរលោងទៅវិញលោកលន់ណុនបានផ្ដាំហើយផ្ដាំទៀតសូមឲ្យខ្ញុំជួយមើលកិច្ចការរបស់លោកសេនាប្រមុខដែលជារៀមច្បងរបស់លោកឲ្យបានដិតដល់កុំធ្វើប្រហែសសោះឡើយពីព្រោះលោកត្រូវការខ្ញុំណាស់ដោយលោកចាស់ផងនិងលោកពិការមួយជំហៀងខ្លួនផងនិងដែលលោកពុំមានបទពិសោធន៍ក្នុងពិភពភាសាអង់គ្លេសគឺពិភពអាស៊ាននិងសហរដ្ឋអាមេរិកនោះឡើយគាត់ជួនលោកប៉ាន់សុធីដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកអប់រំបានយកកាតាបខ្មៅមួយដើរចូលមកក្នុងការិយាល័យលោកជាមិត្តភក្តិផ្ទាល់របស់ខ្ញុំដែលធ្លាប់បានទៅសិក្សានៅសហរដ្ឋអាមេរិកដូចគ្នាក្នុងទសវត្សរ៍60រហូតលោកបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតឥឡូវនេះលោកប៉ាន់សុធីជាអ្នកមានឥទ្ធិពលខ្លាំងម្នាក់ក្នុងបកសង្គមសាធារណរដ្ឋនៃលោកសេនាប្រមុខលន់ណុលលោកនិយាយមកកាន់ខ្ញុំជាភាសាអង់គ្លេសថាព្រះអើយហេតុអ្វីក៏អ្នកធ្វើឲ្យមានការច្របូកច្របល់ដូចនេះប៉ុន្តែពួកអ្នកកាន់អំណាចថ្មីប្រហែលជាគេមិនធ្វើអ្វីដល់លោកឆាំងសុងអញទេអ្នកខ្លះសុទ្ធតែធ្លាប់រៀនជាមួយខ្ញុំដែរខកសម្ពុតខៀវកាន់អេវ៉ាន់សំពីងសំពងនៅដៃម្ខាងទៀតកាន់បណ្ដាគ្នាតាមក្រោយលោកស្រីលន់ណុលខ្លះទៀតជូតទឹកភ្នែកម្ដងនិងដៃទទេដើរទៅមុខផងងាកមើលក្រោយផងខ្ញុំនិងលោកនាយករដ្ឋមន្ត្រីឡុងបូរ៉េតភរិយានិងកូនស្រីទៅរបស់លោកឡុងបូរ៉េតរដ្ឋមន្ត្រីជាវសៀងលៀនរដ្ឋមន្ត្រីឧត្តមសេនីយ៍ឯកព្រឿងក្រសួងមហាផ្ទៃវិជ្ជបណ្ឌិតកងកេងព្រមទាំងអ្នកជំនួយការឯទៀតប្រវេប្រវាឡើងទៅក្នុងឧទ្ធម្ភាគចក្រទី2នាយទាហានលាយឡំនឹងមន្ត្រីរដ្ឋជាន់ខ្ពស់ទាំងអស់ចំនួន50នាក់ឈរតម្រៀបគ្នាបើកដៃលាលោកសេនាប្រមុខថែមទៀតរំពេចនោះរកែត2គ្រាប់ទៀតធ្លាក់នៅចម្ងាយ100ម៉ែត្រពីឧទ្ធម្ភាគចក្ររបស់លោកសេនាប្រមុខហោះបោះពួយត្រង់ទៅលើចំនួន10ម៉ែត្រផ្អៀងខ្លួនត្រឡប់ចូលទៅក្នុងគុម្ពឈើមើលលែងឃើញមុននឹងឧទ្ធម្ភាគចក្រខ្ញុំបាត់លោកឧត្តមសេនីយ៍អំរងជាអ្នកនាំពាក្យកងយោធាខេមរៈជាតិដែលខ្ញុំធ្លាប់ធ្វើការក្រោមបទបញ្ជារបស់លោកអស់រយៈពេល2ឆ្នាំរត់មកឈោងដៃចាប់ដៃលាតខ្ញុំដោយនិយាយផ្ដាំថាសុំឯងកុំភ្លេចកត់អ្វីទុកទាំងអស់រួចហើយលោកអំរងនិយាយបន្ថែមជាភាសាអង់គ្លេសថានេះជាការរត់ចោលគ្នាក្នុងប្រវត្តិសាស្ត្រមួយខ្ញុំចាប់ដៃលោកឧត្តមសេនីយ៍អំរងច្របាច់មួយទំហឹងមិត្តភាពគាត់មានទឹកភ្នែករលីងរលោងទៅហើយលោកអំរងជានាយទាហានបញ្ញវន្តបានបង្ហាត់បង្រៀនខ្ញុំក្នុងកិច្ចការឃោសនាយោធាដំបូងលោកបានផ្ចង់ផ្ដើមទទួលខុសត្រូវលើរូបខ្ញុំ
ព្រមទាំងបើកឱកាសយ៉ាងកម្រមួយឲ្យខ្ញុំរៀនសូត្របន្ថែមទៀតដោយខ្លួនខ្ញុំនៅវិជ្ជាជីវៈសារព័ត៌មាននិងការផ្សាយរហូតដល់រូបខ្ញុំត្រូវបានរដ្ឋអំណាចកម្ពុជាសាធារណរដ្ឋជ្រើសរើសប្រគល់ភារកិច្ចឃោសនាការជាតិទាំងមូលឲ្យដឹកនាំលើពីឋានន្តរស័ក្តិលោកអំរងខ្លួនឯងទៅទៀតគេប្រញាប់រុញទ្វារឧទ្ធម្ភិកចក្របិទខ្ញុំលែងដៃលោកអំរងក្របរកែធ្លាក់សោកក្តឹងនៅក្បែរនោះមួយគ្រាប់ទៀតឧទ្ធម្ភិកចក្រខ្ញុំស្ទុះឡើងទៅត្រង់ចំនួន3ម៉ែត្ររួចហោះស្ទុះរអិលទៅមុខយ៉ាងលឿនកប់ខ្លួនក្រោមស្លឹកឈើសំដៅទៅចំណតអាកាសយានដ្ឋានពោធិ៍ចិនតុង